nơiយើងធំឡើងទៅវាជួបបញ្ហាច្រើនស្មុគស្មាញពិបាកចិត្តច្រើនចឹងនឹកឃើញជួនកាលទៅជាស្ដីបន្ទោសម៉ែឪមិនដឹងបង្កើតខ្ញុំមកធ្វើអីវើខ្ញុំជួបបញ្ហាកើតទុកច្រើនចឹងអ្នកខ្លះទៅចង់កាលពីទូចចង់ធំដល់ពេលធំពិបាកស្មុគស្មាញច្រើនវិញចង់ទៅទូចវិញណាហើយហ្នឹងជាមូលហេតុនៃសេចក្តីទុក្ខដែលថាវាមិនបានអីដូចចិត្តដល់មិនបានអីដូចចិត្តទៅវាទុកទោមនោះចឹងទៅអត់ព្រមទទួលស្គាល់ការពិតបើនិយាយពីថាហេតុអីបានម៉ែបង្កើតខ្ញុំមកអានឹងវាជារឿងដំណើរនៃកម្មផលត្រូវមកជួបគ្នានិស័យសន្សំមកជាមួយគ្នាត្រូវជួបគ្នាយើងទៅខាត់ទៅហាមមិនបើកម្មវាមានវាត្រូវតែបន្តជាតិកំណើតចឹងដរាបណាមិនទាន់អស់កិលេសក្នុងខ្លួនហ្នឹងវាដំណើរវាវត្តសង្សារហ្នឹងត្រូវលិចដដែលទៅហើយមិនម្ដងជួបម៉ែនេះម្ដងជួបម៉ែនោះម្ដងកើតនៅស្រុកនេះម្ដងកើតនៅស្រុកនោះម្ដងជួបគ្រួសារប្តីប្រពន្ធនេះម្ដងជួបគ្រួសារប្តីប្រពន្ធនោះអញ្ចឹងវាតូលក្នុងសង្សារវត្តហ្នឹងមិនមានទីបំផុតទេអញ្ចឹងយើងមិនអាចបន្ទោសអ្នកណាបានទេយើងស្ថិតនៅក្នុងរង្វង់នៃការកើតចាស់ឈឺស្លាប់វិលវល់ហ្នឹងវាអញ្ចឹងឯងតតែរវិធីបំពេញបុណ្យបង្កើនបញ្ញាឲ្យរួចផុតពីសង្សារវដ្តហ្នឹងអាហ្នឹងទើបរួចផុតពីជាតិកំណើតលែងមានទុក្ខទៀតដែរឲ្យវាតលព្រមទទួលស្គាល់ការពិតហើយអរគុណពុកម៉ែទៅបានមានឧបនិស្ស័យមកកើតជាមួយគាត់ខំចាំបីបែកថែរក្សាបិទថាគ្រប់គ្រាន់មិនគ្រប់គ្រាន់យ៉ាងម៉េចក៏យើងនៅតែឲ្យតម្លៃគោរពគុណនៃការលះបង់របស់គាត់ចំពោះយើងដែរហើយជីវិតវាមានបញ្ហាវាជារឿងធម្មតានៃជីវិតអត់មានអ្នកណាជៀសផុតឬក៏រត់គេចទៅណាចង់ទៅនៅអាមេរិកឲ្យផុតរឿងនៅអាមេរិកនៅអូស្ត្រាលីបញ្ហាស្មុគស្មាញនៅនឹងអ្នកក្រមានទុកដោយអ្នកក្របានមានលុយមានកាក់ហើយទៅឆ្លោះគ្នាអីមានទុកដោយមានអញ្ចឹងទៅអ្នកទូចមានទុកដោយទូចអ្នកធំមានទុកដោយធំរឿងគ្រប់គ្នាត្រូវប្រឈមមុខដោះស្រាយបើមិនដើរនៅក្នុងផ្លូវត្រូវសមាបដិបទាមិនមានសមាទិដ្ឋិយល់ត្រូវប្រព្រឹត្តផ្ដេសផ្ដាស់ទៅទាំងអស់គ្នាសិតតែមានទុកអញ្ចឹងបានជាយើងត្រូវមានបញ្ញារៀនដើរក្នុងផ្លូវត្រូវមានសមាធិយល់ថាអ្វីល្អគួរធ្វើអ្វីអាក្រក់គួរលះបង់ស្ដាប់ធម៌អប់រំចិត្តគ្រប់គ្រងកំហឹងមួម៉ៅចំណែននិន្ទាឈ្នានេះមានបញ្ញាកំណត់ដឹងថាសត្វលោកខុសគ្នាអញ្ចឹងគេជួបរឿងគេយើងជួបរឿងយើងហើយយើងជួបរឿងណាយើងដោះរឿងនឹងទៅដោះហើយទៅមុខទៀតទៅមិនសំពីងសំពងមិនស្ដីបន្ទោសមកពីម៉ែមកពីអ្នកនេះអ្នកនោះធ្វើឲ្យខ្ញុំអញ្ចឹងអត់ទេហើយជីវិតនឹងសំពីមកវាផ្សេងគ្នាជួបរឿងផ្សេងគ្នាអញ្ចឹងវាអត់ទៅធ្ងន់វាអត់ទៅកើតទុក្ខហើយយើងដើរនៅក្នុងផ្លូវត្រូវផ្លូវជាកុសលវាអត់សូវជួបបញ្ហាខ្លាំងទេហើយបើយើងខំធ្វើល្អហើយតែไปជួបរឿងអកុសលអញ្ចឹងចុះអាហ្នឹងយើងខាត់មិនបានទេពីព្រោះអំណាចនៃកម្មហ្នឹងគ្មានអ្នកណាទៅខាត់បានទេណតិកម្មੰសមੰពលំសំបីតែព្រះអង្គខ្លួនព្រះអង្គហ្នឹងពេលខ្លះត្រូវបាយឆាន់បានឆាន់បាយសេះពេលខ្លះគេជេរពេលខ្លះធ្លាក់ព្រះលោហិតឈាមហូរមកហ្នឹងព្រះផងព្រះអង្គគិតមិនបានអញ្ចឹងកម្លាំងកម្មត្រូវតែប្រឈមមុខត្រូវតែដោះស្រាយត្រូវតែទៅមុខមានកំណត់មានបញ្ញាកំណត់ដឹងអញ្ចឹងយើងអត់ទេបើថាយើងចង់ឲ្យរួចផុតពីទុក្ខហ្នឹងរួចផុតពីជាតិកំណើតហ្នឹងសំបុណ្យបារមីបញ្ញាស្ដាប់ពធចម្រើន
វិបស្សនាឃើញនៅសង្សារវដ្តជាទុក្ខហើយបំពេញបុណ្យកុសលបានជាឧបនិស្ស័យនៃការរួចផុតចាកទុក្ខនៅជាតិណាមួយចឹងទៅដោយអំណាចនៃការបានស្ដាប់នៅពធរបស់ព្រះសម្មាសម្ពុទ្ធអានឹងបានរួចផុតពីទុក្ខមែនបើគ្រាន់តែតឹងធូងខ្ញុំហេតុអីបកើតខ្ញុំមកអានឹងក្នុងធម៌ហៅវិភវៈតណ្ហាមិនចង់កើតអានឹងក៏ជាហេតុនាំឲ្យកើតទុក្ខដែរចឹងតើហ៊ានសម្របខ្លួនហ៊ានបំពេញបុណ្យបារមីរឿយរៀនសំបញ្ញាទើបយើងមិនសូវកើតទុក្ខមេរៀនអាចថាមានពេលខ្លះអ្នកគិតមិនបានគ្រប់ជ្រុងជ្រោយហើយក៏និយាយជ្រុលជ្រោះឬសម្រេចចិត្តខុសដែលនាំឲ្យខូចខាតប្រយោជន៍ឬបាត់បង់ទ្រព្យធនជាដើមសូមគុំស្ដីបន្ទោសខ្លួនឯងច្រើនពេកអីដំណើរជីវិតតែងមានខុសខ្លះអីចឹងឯងគ្មានអ្នកណាម្នាក់បានល្អ 100% ទេអាយុនៅក្មេងចិត្តគំនិតក៏នៅក្មេងខ្ចីធ្វើឲ្យអ្នកឆាប់ឆេវឆាវហើយគិតខ្លីវាជាដំណើរធម្មតានៃការវិវត្តផ្នែកខួរក្បាលនិងចិត្តគំនិតបើខុសឆ្គងសូមការអនុគ្រោះលើកលែងពីគេទៅកុំខ្មាស់អៀនអីរួចហើយងើបឡើងបន្តដំណើរទៅមុខទៀតផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2ក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើរចាត់ទុកកំហុសខុសឆ្គងនិងបរាជ័យទាំងនោះថាជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃក្រោយរឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សបានប្រកបជាងមុនអង្គុលីមាលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯងរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯង
ហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនសេរីសួស្តីមួម៉ៅច្រើនសេរីរត់ចេញរីករាយវិញសេរីរត់ចូលជាទូទៅយើងឲ្យតម្លៃសេរីសួស្តីទៅលើរឿងល្អរឿងសប្បាយមានលៀបមានជ័យជាដើមតែគួរចងចាំថាផលល្អទាំងនោះកើតឡើងអាស្រ័យហេតុល្អហេតុដែលជាកុសលដែលអ្នកខិតខំប្រព្រឹត្តធ្វើពីមុនមកហេតុនៃសេរីសួស្តីនោះមានដូចជាការសេពគប់ត្រូវការតស៊ូព្យាយាមក្នុងកិច្ចការងារដែលអ្នកធ្វើការរៀនសូត្របង្កើនចំណេះដឹងការចេះគួរសមរស់រាយរាក់ទាក់ការចេះចែករំលែកដល់អ្នកលំបាកការចិញ្ចឹមមាតាបិតាសេចក្តីអត់ធន់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់ចិត្តធ្ងន់ចិត្តរស់រាយចិត្តឃ្លាវខ្លាជាដើមទាំងនោះគឺជាហេតុដើមនៃសេរីសួស្តីព្រោះសេរីសួស្តីនោះជាឈ្មោះនៃចិត្តល្អចិត្តជាកុសលចិត្តរីករាយជ្រះថ្លានោះឯងអ្នកបានសាងនៅហេតុនៃសេរីសួស្តីនោះសេរីនឹងរត់មករកអ្នកវិញមិនពិបាករត់តាមវាប៉ុន្មានទេឬក៏មិនពិបាកដើរសួរគ្រូហៅពេកដែររៀនរីករាយទទួលថ្ងៃថ្មីដោយចិត្តស្រស់ស្រាយក្នុងសេចក្តីល្អបើអ្នកគ្មានអ្វីច្រើនយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់បន្តមួយថ្ងៃទៀតអ្នកនៅមានដៃមានជើងមានសតិស្មារតីសម្រាប់បំពេញការងារបន្តរៀនរីករាយចំពោះអ្វីដែលអ្នកមានអ្វីដែលអ្នករកបានដោយសុចរិតហើយប្រឹងប្រែងបន្តទៀតតែបើដំណើរជីវិតនេះត្រូវជួបរឿងមិនល្អខ្លះរឿងអពមង្គលខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងនៅតែជារឿងហើយចិត្តកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអីចឹងឯងទ្រាំទៅបើជួបហើយប្រឹងដោះទៅហើយបើដោះហើយ
ត្រូវដើរហួសទៅមុខទៀតកុំស្ពាយរឿងសំពីងសំពងពេកសិរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសិរីសួស្តីថ្មីហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវ
អ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះមនុស្សដែលនៅក្បែរខ្លួនយើងជាប្រចាំដូចជាក្រុមគ្រួសារឬក៏មិត្តរួមការងារនឹងមានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបៀបគិតរបស់យើងនៅក្នុងធម៌សម្ដែងពីការសេពគប់នៅក្នុងក្បួនវិទ្យាសាស្ត្រនិយាយពីគុណភាពនៃទំនាក់ទំនងរបស់មនុស្សនៅជុំវិញខ្លួននឹងបើទំនាក់ទំនងនឹងល្អផ្លូវចិត្តនឹងក៏ល្អអាយុនឹងក៏វែងបើទំនាក់ទំនងមិនល្អនឹងផ្លូវចិត្តនឹងមិនសុខហើយអាយុខ្លីហើយមិនដូចថាវាស្មុគវាស្មាញវាបាក់ចិត្តវាទើសវាទាស់យើងតើយើងគ្រប់គ្នាទាំងយើងនឹងគេប្រយ័ត្នប្រយែងពាក្យសម្ដីអាកប្បកិរិយាចេតនាការប្រព្រឹត្តនឹងកុំឲ្យចេតថាចេតស្ដីប្រឈឺឌឺដងនិយាយកាច់ប្រខូចបន្ថែមបន្ថយពលឹះដែលវាប៉ះពាល់ដល់ស្ថិរអារម្មណ៍ហើយនឹងស្ថានភាពផ្លូវចិត្តរបស់ញាតិមិត្តបងប្អូនឬក៏មិត្តរួមការងារនឹងហើយទាំងការទុកទាំងយើងទាំងគេទាំងអស់គ្នានឹងទាំងអ្នកនិយាយពីឈឺឌឺដងទាំងអ្នកទទួលពាក្យពីឈឺឌឺដងហ្នឹងបើមិនចេះគិតទេមានទុកតាមផ្លូវចិត្តនឹងរ៉ាំរ៉ៃទៅខ្ញុំគណៈថាពីភាសាធ្លាប់ទទួលពាក្យពីកូនចៅមួយចំនួនក៏ផ្ញើសារមកពេលខ្លះលោកពុកអ្នកម្ដាយលោកធម្មតាស្ដីបដៅជារឿងល្អហើយមិនខុសទាស់ប៉ុន្តែពេលខ្លះពាក្យសម្ដីមិនសមរម្យឬក៏តគោះបោះបោកខ្លាំងពេកទៅ
ក៏ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់កូនចៅដែរចឹងតើយើងប្រយ័ត្នប្រយែងទាំងអស់គ្នាកូនចៅខ្លួនឯងហ្នឹងក៏ត្រូវគិតអំពីស្ថានភាពផ្លូវចិត្តរបស់ឪពុកម្ដាយដែរពីព្រោះគាត់ខំចាំបីបាច់ថែរក្សាមកពេលខ្លះសម្ដីសម្ដៅយើងយ៉ាងថ្លោសជាមួយគាត់ទៅធ្វើឲ្យគាត់ទទួលយកអត់បានក្នុងនាមជាអ្នកមើលថែលះបង់សពគ្រប់បែបយ៉ាងហើយសម្ដីយើងវាយ៉ាងទៅតឹងទឹះទៅក៏គាត់ប៉ះពាល់ផ្លូវចិត្តរបស់គាត់ឪពុកម្ដាយក៏ពេលខ្លះទៅអាងតែខ្លួនឯងជាម៉ែជាឪទៅបើនឹងមិនខ្ញុំគណៈថាភាពទទួលម៉ែគឺថាគឺដាក់គំនាបគៀបសង្កត់ពាក្យសម្ដីជេរបន្តិចផ្ដាសាទៅអាហ្នឹងក៏ជារឿងមិនល្អវាប៉ះពាល់ផ្លូវចិត្តរបស់កូនហ្នឹងវែងឆ្ងាយរហូតដល់ចៅទៅទៀតផងញោមម្នាក់នោះម្ដាយគាត់គិតទៅពីខោកគិតទៅពីក្បាលនឹងចាននឹងវែកឲ្យតែមានដល់ពេលគាត់មានគ្រួសារមានកូនមានចៅគាត់អារម្មណ៍ដែលភ័យតក់ស្លុតនឹងម៉ែធ្វើបាបហ្នឹងវានៅក្នុងខ្លួនគាត់រហូតដល់គាត់មានវិបត្តិផ្លូវចិត្តខ្លួនគាត់ចាស់ហើយនឹងនៅតែបន្តស្មារតីការបាក់ស្មារតីនឹងរហូតមកឲ្យហូបថ្នាំផ្លូវចិត្តនឹងរហូតមកឲ្យឆ្លងទៅដល់កូនគាត់ទៅទៀតផងអានឹងជារឿងមួយដែលយើងហ៊ានស្វែងយល់អំពីឥទ្ធិពលនៃពាក្យសម្ដីអាកប្បកិរិយារបស់យើងហើយយើងអាណិតដល់អ្នកដែលនៅជុំវិញខ្លួនយើងនឹងយើងនិយាយស្ដីកប្បកិរិយានឹងពិនិត្យមើលចេតនាថានិយាយចង់ឲ្យល្អហើយព្រះអង្គឲ្យយើងរើសពេលវេលាក្នុងការនិយាយហើយនិយាយដោយចិត្តមេត្តាទៀតផងមិនមែនអាងតែត្រូវឲ្យមុងម៉ាំងឈោងឆាំងទៅវាធ្វើឲ្យទទួលយកក៏អត់បានកែក៏អត់កើតពីព្រោះវាទោសៈទោមនស្សពីក្នុងចិត្តទៅនិយាយក្នុងន័យនេះមិនមែនបានថាបដ ாய் ធ្វើមិនធ្វើទៅទេព្រះពុទ្ធក៏ព្រះអង្គស្ដីបដៅណែនាំប៉ុន្តែព្រះអង្គអត់មានទោសៈចិត្តខឹងក្រោធជេរបតិចផ្ដាសាអីដែរប្រាប់ណែនាំស្ដីបដៅថាវាខុសចេះវាមិនត្រូវវាមិនសមវាមិនគួរធ្វើអីចឹងទៅព្រះអង្គបដៅភិក្ខុសង្ឃនឹងច្រើនបែបច្រើនយ៉ាងណាអញ្ចឹងយើងរៀនផ្ដល់កម្លាំងចិត្តតាមរយៈពាក្យសម្ដីវិញទៅយើងយកបុណ្យពីវាចាយើងមាត់របស់យើងនេះអាចបង្កើតបុណ្យក៏បានអាចបង្កើតមហាបាបក៏បានដែរនិយាយបកាច់បខូចបឈឺឌឺដងនិយាយឲ្យគេឆ្លោះគ្នាអីហ្នឹងបាបច្រើនមែនតើពេលផ្ទុយទៅវិញបើអ្នកដែលមានចិត្តមេត្តាមានបញ្ញាហ្នឹងគេឆ្លោះគ្នានិយាយឲ្យគេជុំគ្នាវិញបើគេជុំគ្នាហើយនិយាយការពារធ្វើម៉េចឲ្យគេបានល្អប្រសើរហ្នឹងកំពូលមហាបុណ្យណាស់ដោយកម្លាំងនៃចេតនាល្អហ្នឹងហើយនឹងមានបញ្ញាស្មារតីដូចព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើតែវាចារបស់ព្រះអង្គតែផ្សព្វផ្សាយពធ2500ជាងឆ្នាំហើយហ្នឹងពាក្យសម្ដីរបស់ព្រះអង្គហ្នឹងនៅមានតម្លៃរហូតដល់សប្តាហ៍ថ្ងៃគេគ្រប់គេថ្វាយគុំព្រះអង្គដោយបតីករណាដោយព្រះបញ្ញាញាណពាក្យសម្ដីជួយរំដោះទុក្ខអ្នកដទៃឲ្យបានរួចផុតពីទុក្ខកង្វល់តាមផ្លូវចិត្តហ្នឹងអញ្ចឹងយើងរៀនរក្សាចិត្តរបស់យើងរក្សាកាយរបស់យើងរក្សាវាចារបស់យើងផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយក៏កុំជះនៅកំហឹងឬក៏ផ្ដល់ភាពក្តៅក្រហាយដល់អ្នកនៅក្បែរពីព្រោះវាកម្មពៀយើងជេរយើងប្រកាច់ប្រខូចគេទុំបានគេជេរគេប្រកាច់ប្រខូចយើងវិញវាពៀវេរាទៅមកអត់ចេះចប់អត់ចេះហើយ
បច្ចុប្បន្នយើងធ្វើដាក់គេអញ្ចឹងថ្ងៃណាមួយឬក៏ជាតិណាមួយទៅក្រោយគេធ្វើដាក់យើងវិញយើងកើតទុកមិនសុខចិត្តមួម៉ៅអញ្ចឹងពៀវេរានឹងវិលទៅវិលមកអញ្ចឹងកុំឲ្យពៀនឹងវាវិលទៅវិលមកអញ្ចឹងយើងរៀនរក្សាកាយវិការឲ្យបានអស់បើគាត់ជាមនុស្សមិនមានហេតុផលអីធំទៅគួរយើងរក្សាចិត្តនៅតែនិយាយនៅតែប្រាប់ថាខ្ញុំចេះទេអីអញ្ចឹងទៅប៉ុន្តែគុំមិនមានគំនិតចងគំនុំគុំគួនហើយសម្ដីសម្ដៅអាក្រក់ដាក់វិញទៅយើងក៏វាអាក្រក់តាមសម្ដីសម្ដៅយើងនឹងទៅដែរអញ្ចឹងតើរៀនរក្សាទាំងអស់គ្នាដើម្បីឲ្យបានសុខហ្នឹងវាត្រូវទាំងអស់គ្នាទាំងសងខាងហ្នឹងរៀនស្វែងយល់អំពីសេចក្តីប្រាថ្នារបស់គ្នាទៅវិញទៅមកហើយមិនមានបំណងអាក្រក់ចង់ឲ្យគេបានទុកក្តៅក្រហាយវិនិច្ឆ័យទេគឺមានមេត្តាចិត្តនឹងឲ្យគេបានសុខមេត្តាកាយកម្មជួយគេតាមអ្វីដែលយើងជួយបានមេត្តាវិច័យកម្មពាក្យសម្ដីពីរោះពិសាល្អចេតនាល្អមេត្តាមនោកម្មក្នុងចិត្តនឹងអត់មានទៅចំណែននន្ទាឈ្នានេះទេឲ្យតែគេបានសុខទៅសប្បាយអាហ្នឹងយើងបានបនមួយគឺយើងតិចចិត្តយើងអត់កុហលកាហាយទេបានបនមួយទៀតបានជាទីស្រឡាញ់នៃមនុស្សនិងទេវតាហើយมันមានសត្រូវអីណាអ្នកណាស្អប់គុំគួនអីច្រើនទេដោយសារយើងវាអត់បកសត្រូវនៅខាងក្នុងចិត្តនេះហ្នឹងយើងរៀនរក្សាកាយវិការយើងទាំងអស់គ្នាយើងឈ្មោះថាផ្ដល់សេចក្តីសុខឲ្យខ្លួនឯងផងឈ្មោះថាផ្ដល់សេចក្តីសុខឲ្យអ្នកដទៃផងមានបងប្អូនមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់ថ្មធ្លាប់ជួបតែគាត់ពេលខ្លះគាត់ដូចថាងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចថាមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីក៏វាដេកនឹងទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅក្តៅក្រហាយជាបន្តិចខ្ញុំគណៈភាពធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹង
ដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើដល់ពេលមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ไปឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សពថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ទៅហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសុខទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រិលចុះត្រិលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងតាមិនមែនហាមគាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅអេបខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយនឹងឯង
hai nâng ngọn miền pin ná để dương nè xăm khuôn dương nâng yu yu phò bà bò nâng màu khuôn dương mình chân tôi là dương bây giờ anh tặng ọc nè bờ u tê họ tham miền hưởng ấy chùm mùi bong ôn ấy vậy khi háo á cùng áo của sau lực nhược nhọp với vì cái đại hải á hai nè để lực nó có cua anh nát từ chị đó nè sẽ đáp đấy cùng chơi tất cả cô có cài mau thua cái đại cái hai hướng tôi khai tới chỉ hướng thống rồi chui chóp tới hướng nó cùng đôi thằng thua áo chơi làng vinh á vợ ba mươi bây giờ chứ hay anh nâng tìm mùi tí pi can sau một bạn này xài không chất tôi chất ăn chất đây tôi mình cua này chẳng sao nó không mà nó hướng nó hua hai cùng nom hướng cả đại cả hai nó màu không chất tiết chóp ấy ta từ một tiết xong bạn say nó các sắp đã luôn ái nó miền ở đi bull khang lư play chặt bà dương nè hay tôi là miền pel hiện tu squat cáp bất thả nó ngay gì vật nó không đi chẳng mai dư cua xa dương mình đôi khi phẳng ta hay miền pel đạp thọ rung chất miền pel thưa sma thị miền pel nơi chừng mũi mật phèn lo nè để nom hưởng lo này nom đã không phơi thử nơi chừng mũi nè đừng dương ban chìm ràn tiền chìm này chìm ràn tiền sọc phiệp phơi chất tiền sọc phiệp phơi cài dương lo nó từ ruột nơi ban du hái dương ban miền pel pin bòn pin cỡ sào hay ruột nơi đào sức khỏe mình cùl bông bồn mà chùm nuốn nhà xa máu tha ơi thật quạt hạ đôi chiếc khóa phiếp cả đau nó không cua xa ai vẫn đã máu bì bụng mà đai mình sơ miền bê vừa lia cục khoan nơi mùi quát rồi có phở bịa xâm đầy kiếp xung cọt rồi có prang bư hằng xa ấy lừa quạt chẳng tới thôi ấy quạt miền xâm biết lời chặt vì ai tham ao pi bụng đại rùa thừa cái càng nghi chăm bảy thả xa côn tới chân của vua lùm chanh lục chốn quạt tới tờ riêng nơi ta không có tục tới mình bàn miền phiệp sna nâng mùi ai tham mùi tiết máu pi dương trong bàn pi quạt chởn pích ắt đăng âm pi ca lẹ bằng ca hạt nươi bà quạt đam bầy côn khá nắng rồi đó thằng nạ kết tha mà bà quạt phẳng đam bầy tầm mục mọt quạt hồ si quạt miền mục miền mọt nó quạt đam bầy tầm mục mọt quạt thì mẹ đam bầy quạt mà này rồi đó miền côn khác kết chẳng tiện hỏi của thằng nạ nơi bên để quạt từ khơi mà ở cái miền phiệp national nơi chỉ mùi côn vậy chỉ mùi côn riêng mùi côn nhằm bài mùi côn ấy chẳng tư xong thay dung dọa tập này cho côn nực hơi thật luôn ấy bật thầm miền trộm miền sầm bát ấy mến vẫn là vừa ọt bàn phiệp cả đại chẳng nơi chỉ mùi nâng ở bụng mà đại máy trong lự đường muối bỏ phê gì tại tạ và thiên nhiên từ đây mình càng mua Ronald Reagan phê gì có mua Nancy Reagan vì đàm lái nó có chia côn cùng bìa bốc mà đai mềm mại hay mà đai có thứ càng nghiệp này càng performance lừa trả nè ròm nè chứ riêng ấy chẳng hay đầm bê rô prạ ơi cô nó thời giờ cô nó từ nhà nâng mà đại miếng khuôn ấy đà ròm lơ chạy ấy chẳng từ bị khai một linh cô mà đong
4-5 ខែមកលេងកូនម្ដងចឹងទៅផ្ញើកូននៅនឹងម្ដាយមីងប៉ុន្តែដោយទឹកចិត្តរបស់កូនណាNancy Reagan ណាគាត់គិតថាម្ដាយរបស់គាត់ដែលបែកពីគាត់មិនបាននៅស្និទ្ធស្នាលមួយគាត់ដោយសារប្រឹងប្រែងស្វែងរកទ្រព្យមកចិញ្ចឹមគាត់ផ្ទុយពីការមើលឃើញកំហុសដែលទុកគាត់ចោលទៅជាសម្លឹងឃើញការលះបង់របស់ម្ដាយហត់នឿយពិបាកបបិនមិនមកដើម្បីរកទ្រព្យមកចិញ្ចឹមកូនហ្នឹងហើយគាត់នៅតែមានទឹកចិត្តកតញ្ញូអរគុណចំពោះម្ដាយសម្លឹងឃើញចំណុចល្អរបស់ម្ដាយដែលហ៊ានលះបង់នៅម្នាក់ឯងឲ្យរកលុយចិញ្ចឹមគាត់ហ្នឹងគាត់ឲ្យតម្លៃអ្វីដែលគាត់ទទួលបានហើយអ្វីដែលមិនទទួលបាននោះវាមានហេតុផលដែលគាត់មិនទទួលបានអញ្ចឹងគាត់នៅតែអរគុណម្ដាយរបស់គាត់ហ្នឹងប៉ុន្តែក្នុងចំណុចនេះមកជួបច្រើនដែរជូនជាយោបល់ដល់លោកឪពុកអ្នកម្ដាយដែលថាមិនមកការចិញ្ចឹមកូនក៏មិនគ្រាន់តែឲ្យបាយឲ្យទឹកឲ្យលុយឲ្យកាក់ដែរថ្មធ្លាប់ជួបកូនចៅគាត់ដូចថាអ្វីដែលគាត់ចង់បានហ្នឹងមិនចង់បានបានយកលុយទៅចាយមិនគាត់មិនចង់បានអញ្ចឹងគាត់ចង់បានភាពកក់ក្ដៅការយល់ចិត្តការពីសុខទុក្ខរបស់គាត់ជួបបញ្ហាអីយ៉ាងម៉េចយ៉ាងម៉ាឲ្យជួយដោះស្រាយយ៉ាងម៉េចចឹងទៅអញ្ចឹងយើងតលរៀនចិញ្ចឹមទាំងអាហារផ្លូវកាយទាំងអាហារផ្លូវចិត្តសុខភាពផ្លូវចិត្តរបស់គាត់ឲ្យបានរឹងប៉ឹងទើបកូននឹងក្លាយទៅជាមនុស្សដែលអាចរឹងប៉ឹងក្នុងសង្គមក្នុងជីវិតក្នុងសុខគ្រួសារគេទៅខាងមុខបានមានរឿងមួយនោះដែលពុកម្ដាយនឹងជាអ្នកមានទូធាប៉ុន្តែដោយសារសម្ដីសម្ដៅគាត់មុងម៉ង់ឈុងឆាំងជេបតិចអីចឹងទៅធ្វើឲ្យកូននឹងមានអារម្មណ៍មួយថា lonely ឯកាគ្មានអ្នកយល់ចិត្តចុងក្រោយកូននឹងសម្លាប់ខ្លួនទៅវិបដិសារីនៅលើឪពុកម្ដាយហើយសូត្រតែខ្វះទ្រព្យមិនខ្វះទេប៉ុន្តែខ្វះសុខុមាលភាពផ្លូវចិត្តនេះហើយក្មេងឆេវឆាវណាស់គិតខ្លីណាស់ប៉ះពាល់អារម្មណ៍លឿនណាស់ហើយពេលខ្លះសម្ដីសម្ដៅនឹងវាធ្វើឲ្យឈឺចុកចាប់ខ្លាំងមែនតើប៉ុន្តែកូនខ្លួនឯងក៏គួរពិចារណាដែរថាយើងបានកើតមកយើងបានរស់មកបានធំប៉ុណ្ណឹងដោយគុណបំណាច់ការលះបង់ការតស៊ូរបស់ឪពុកម្ដាយចំពោះយើងនឹងឯងគាត់ផឹងប្រែងទៅហត់នឿយឆ្ងាយចិត្តយប់ប្រលប់អីមិនមកគឺគាត់សំដើម្បីកូននឹងឯងមិនមានដើម្បីអ្នកណាទេអញ្ចឹងបើយើងបានសម្លឹងមើលចេតនាបំណងរបស់គាត់យើងអត់សូវមើលឃើញចំណុចខ្វះខាតទេអាហ្នឹងក្នុងធម៌ឲ្យយើងចេះសម្លឹងមើលឃើញអ្វីដែលជាគុណរបស់អ្នកដទៃបើយើងអង្គុយចាប់កំហុសអាហ្នឹងម្នាក់សុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួនដែរយើងសប្បាយចិត្តនឹងអ្វីដែលយើងទទួលបាននឹងជីវិតដែលយើងមាននឹងសតិបញ្ញាដែលយើងអាចរៀនបានគាត់ផ្ដល់ឲ្យយើងយកអ្វីដែលមានហ្នឹងជាមូលដ្ឋានក្នុងការអភិវឌ្ឍជីវិតឲ្យប្រសើរជាងមុនយើងមិនអាចអង្គុយកើតទុកជាមួយអ្វីដែលយើងអត់មានណាគឺថាយើងរកបាន5000ហើយយើងដេកកើតទុកមិនក៏អញមិនបាន10000ដូចគេកើតទុកក៏ហើយអា10000នោះវានៅតែអត់នឹងឯងហើយយើងបានកើតទុកថែមជាងយើងប្រឹងនៅតែប្រឹងយើងអភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរជាងមុនហើយរៀនត្រេកអរនឹងអ្វីដែលយើងទទួលបានអានឹងផលបុណ្យយើងមានប៉ុណ្ណឹងយើងបានទទួលប៉ុណ្ណឹងហើយយើងសម្ដែងទឹកចិត្តកតញ្ញូអរគុណចំពោះការលះបង់របស់លោកឪពុកអ្នកម្ដាយអញ្ចឹងទំនាក់ទំនងឪពុកម្ដាយជាមួយកូននឹងមានឥទ្ធិពលខ្លាំងទៅលើស្ថានភាពជីវិតរបស់កូនទៅក្នុងថ្ងៃអនាគត
ចិត្តតាមអត្ថន័យមានន័យថាការសន្សំសន្តានក្នុងសន្តានចិត្តយើងវាមានសន្តានល្អសន្តានមិនល្អសន្តានមិនល្អមានដូចថាអន់ចិត្តតូចចិត្តមួម៉ៅចំណែនឈ្នាននេះប្រៀបធៀបប៉ុណ្ណឹងប្រជែងភ័យស្ដាយព្រួយបារម្ភហួសហេតុរវើរវាយគិតទៅពីទៅពីចិត្តមិននឹងណោចឹងតើកាលណាមានធាតុមិនល្អនឹងនៅក្នុងចិត្តច្រើនចិត្តនឹងវាច្បុកច្បល់ចិត្តនឹងវាក្តៅក្រហល់កាហាយរហូតដល់អ្នកខ្លះកើតទៅជាជំងឺផ្លូវចិត្តខូចសតិទៅទៀតក៏មានដែរដោយសារទម្លាប់សន្សំនៅធាតុមិនល្អហ្នឹងនៅក្នុងខ្លួនមិនមានឱកាសបានអប់រំណែនាំបណ្ដុះនិស្ស័យល្អខ្សែគប់មនុស្សល្អប្រមូលនៅធាតុល្អទុកក្នុងចិត្តណាវាសបោធាតុអក្រក់ហ្នឹងមិនសក់ទេវើរវាយមួម៉ៅក្តៅកាហាយដេកមិនលក់បាក់មិនហើយពេលយប់នឹងវើរវាយទៅជាងតើយើងរៀនទាញចិត្តហ្នឹងឲ្យមកនៅក្នុងកន្លងត្រូវដូចថាឲ្យចេះខន្តីទៅកំណត់ដឹងថាជីវិតហ្នឹងវាមានរឿងចឹងហើយល្អខ្លះមិនល្អខ្លះចឹងធំហើយឲ្យមានស្មារតីនៅខ្លួនដឹងពីសកម្មភាពដេកដើរឈរអង្គុយហ្នឹងកុំឲ្យខ្វាយយើងហៅពលឹងអត់នៅខ្លួនកុំឲ្យទៅហើយខ្លួននៅនឹងចិត្តទៅឯណានោះទៅហើយយូរទៅខូចសតិដោយសារយើងប្រឡែងចិត្តនឹងឲ្យវាដើរអត់មានអ្នកជួយការពារគឺស្មារតីហ្នឹងឯងហើយកាត់បន្ថយការភ័យព្រួយបារម្ភហួសហេតុឧបមាថារឿងវាមិនទាន់កើតឡើងទេនឹងយើងមិនអាចដឹងមុនបានទេហើយប្រឹងធ្វើកិច្ចការងារណាដែលយើងត្រូវធ្វើនោះឲ្យអស់ពីចិត្តទៅត្រៀមសម្រាប់ថ្ងៃស្អែកប៉ុន្តែយើងក៏ត្រៀមទទួលដែរថាវាជួបរឿងណាក៏យើងត្រូវតែប្រឈមមុខដែរពីព្រោះគ្មានអ្នកណាអាចកំណត់ដឹងថាស្អែកត្រូវតែចេះត្រូវតែចុះបានទេអញ្ចឹងហ្នឹងខ្ញុំផឹងអស់ពីសមត្ថភាពខ្ញុំហើយធ្វើម៉េចបើវាត្រូវជួបអញ្ចឹងអានឹងសម្រាលសេចក្តីទុក្ខព្រួយណាហើយបើមានរឿងដែលហួសហើយអញ្ចឹងមិនដេករំលឹករំលើកកោកកាយស្ដីបន្ទោសគេស្ដីបន្ទោសខ្លួនឯងអីទេឥឡូវហួសទៅហើយយើងដេកកើតទុក្ខដៅកាហាយគោវាមិនបានអីមកវិញដែរអញ្ចឹងចាត់ទុកថាជាផលបាបចុះហើយដោះស្រាយទៅធ្វើម៉េចអានឹងបើនិយាយពីកម្មផលវាសិតតែមានកម្មជាហេតុទេបានវាចេញជាផលអញ្ចឹងមកវាអត់មានរឿងអីចៃដន្យទេវាសិតតែជាដំណើរនៃសង្ខារវាមានហេតុរបស់វាអញ្ចឹងហើយគោមិនទៅចំណែននិន្ទាអីអ្នកណាដែរឃើញគេមានឃើញគេបានក៏ត្រេកអរអនុមោទនាគេបានសុខទៅបនគេវាមិនសមតិចអញ្ចឹងអាហ្នឹងមិនអាចថាអូយខ្ញុំបួរវាយមិនស្ងប់ទេមានស្អីឲ្យខ្ញុំបានស្ងប់មកអាហ្នឹងលេបថ្នាំមកគ្រាប់មិនអាចព្យាបាលឲ្យស្ងប់ភ្លាមបានទេវាត្រូវការពេលវេលានៅក្បែរមនុស្សល្អជាសប្បុរសអាសាស្ដាប់ធម៌រឿយអាសាអានសិភៅធម៌អាសាមើលអីហ្នឹងកុំសូវមើលរឿងក្តៅក្រហល់កាហាយច្បុកច្បល់បើយើងមើលទៅ
វាច្បុកច្បល់តាមរឿងដែរអញ្ចឹងតើកាត់បន្ថយនៅក្នុងធម៌លោកហៅឲ្យសង្រួមឥន្ទ្រីណាសង្រួមហ្នឹងគឺថាកុំឲ្យចេះតែយកចិត្តហ្នឹងទៅជ្លក់នឹងភ្លើងជ្លក់នឹងក្តៅក្រហាយឬក៏ស្ថិតនៅក្បែរមនុស្សអវិជ្ជមាននាំរឿងក្តៅក្រហាយមីនេះវាចេះអានោះវាចុះហើយយើងលួងតាមហើយមិនសូវពេញចិត្តជាមួយអ្នកនឹងផងគេលើកមកត្រូវគ្នាអញ្ចឹងតើប្រយ័ត្នប្រយែងការខ្សែគប់ប្រយ័ត្នប្រយែងការមើលការស្ដាប់ជារឿយហ្នឹងហើយនឹងការសន្សំសន្តានយើងនៅម្នាក់ឯងយើងម្លឹកម្លើកអីនៅក្នុងចិត្តហ្នឹងបើយើងម្លឹកម្លើករឿងក្តៅក៏ហល់កាយវាអន្សំទីចឹងបានជានៅក្នុងធម៌ឲ្យយើងបដូរចិត្តឲ្យនឹកដល់អំពើល្អដែលខ្លួនបានធ្វើទានដែលបានធ្វើហើយសិលដែលបានរក្សាហើយនឹកដល់គុណពុទ្ធនឹកដល់គុណពធនឹកដល់គុណប្រសង្ឃនឹកដល់មេត្តាទៅរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមកុំឲ្យខ្ញុំមានពៀសូមកុំឲ្យខ្ញុំមានព្យាបាទអញ្ចឹងទៅឲ្យផ្សាយសេចក្តីស្រឡាញ់ទាំងអស់សូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខឲ្យចិត្តហ្នឹងវាស្ថិតនៅក្នុងអារម្មណ៍នៃកម្មដ្ឋានហ្នឹងអញ្ចឹងចិត្តហ្នឹងវាផ្អៀងមកផ្នែកខាងអារម្មណ៍នាំឲ្យស្ងប់នាំឲ្យត្រជាក់សប្បាយចិត្តនឹងទីស្ងប់ស្ងាត់សប្បាយចិត្តនឹងពធសប្បាយចិត្តនឹងគុណរបស់ពុទ្ធសប្បាយចិត្តនឹងមនុស្សមានគុណធម៌សប្បុរសអញ្ចឹងយើងផ្អៀងចិត្តបដោតចិត្តមកលើធាតុល្អហ្នឹងអានឹងដូចយើងយកស្លឹកឈូកមកខ្ចប់ផ្កាម្លិះវាក្អូបហើយបើបដោយចិត្តឲ្យទៅប្រឡាក់ប្រឡូកជាមួយនឹងអកុសលឬក្តៅក្រហាយទៅវាដូចយកស្លឹកឈូកទៅប្រឡាក់ប្រហុកវាធំក្លិនប្រហុកហើយព្រោះនឹងត្រូវការពេលវេលាដើម្បីអូសទាញចិត្តនឹងទីហើយកុំបាក់ទឹកចិត្តទៅអញទៅលេងរួចចើអញពិបាកណាស់អញតឹងណាស់អានឹងយើងលើកទងសអានឹងយើងចាញ់យើងដួលហើយបើពិបាកខ្លាំងមានថ្នាំអីអាចជួយបានលោកគ្រូពេទ្យចិត្តសាស្ត្រជួយផ្នែកវិទ្យាសាស្ត្រអីបានជួយទៅហើយផ្សំជាមួយនឹងការអប់រំផ្លូវចិត្តទាញចិត្តហ្នឹងមកលៀនលើកលែងទៅកុំប្រកាន់កុំអោបកសោកុំដូចថាលំងលំម៉ាំងអញ្ចឹងទៅវាក្តៅក្រហល់ក្រហាយទាំងយើងទាំងអ្នកនៅក្បែរយើងហ្នឹងមិនបានសក់អីអញ្ចឹងទាញមកទាញចិត្តនឹងដកបន្តិចម្ដងបើថាការងារនឹងវាធ្ងន់ត្រូវធួងលេងបានត្រូវតែបន្ថយការទូខុសត្រូវខ្លះទើបអាចដោះស្រាយបញ្ហាមកគេងឲ្យបានត្រឹមត្រូវកុំឲ្យប្រើទូរស័ព្ទច្រើនពេកកុំឲ្យវក់នឹងប្រព័ន្ធសង្គមចេះតែមើលតែប្រទេសតែបដាច្រើនពេកអត់បានគេងគ្រប់គ្រាន់គ្រោះថ្នាក់ដល់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តមកបដោតចិត្តវិញមកបើថាមានចិត្តនឹងវាផ្អៀងទៅគិតរឿងមិនល្អនេះអក្រក់អញ្ចេះអញខឹងវាណាអីអូស្មារតីនឹងទប់អូហ្នឹងហើយកុំប្រកាន់វាអាចចិត្តអញខឹងបាត់តែឥឡូវដូរមកគិតរឿងនេះវិញគិតរឿងល្អបុគ្គលនេះល្អគាត់ចេះចឹងទៅវាដូរអារម្មណ៍ទៅធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងក៏ដូរដែរហើយតើមានបញ្ញាទៅជាមួយដែរក្នុងធម៌មានអង្គរៈ2ផ្លូវចិត្តមានសតិនិងសម្បជញ្ញៈសតិដឹងពីស្ថានភាពផ្លូវចិត្តយើងដល់កម្រិតណាហើយបញ្ញាវាចូលទៅជួយពយល់ឧទាហរណ៍ថាបើចំណែនគេបញ្ញាស្មារតីដឹងអូចិត្តអញចំណែនហើយខុសហើយដឹងថាខុសហើយពយល់បញ្ញាពយល់ថាកុំចំណែនគេអីអានឹងបនគេទេចឹងតែហើយបើថាស្ដាយសតិនឹងដឹងថាអូស្ដាយមិនត្រូវទេតាវិបដិសារៈឬក៏ក្នុងធម៌ហៅកុកវិជ្ជៈស្ដាយក្រោយសតិនឹងកំណត់ដឹងថានឹងជាខ្មាំងឯងវាមកអុចយើងឯងហើយហ្នឹងចាត់ទុកថាជាបាប
ចាស់ទេចាផលបាបចាស់ទេចាបញ្ញាហ្នឹងសម្បជ័យហ្នឹងមកពយល់ចាអញ្ចឹងយើងដេញពួកហ្នឹងឲ្យចេញពីចិត្តហើយយើងប្រមូលធាតុល្អមកមានមេត្តាមានករុណាជួយសង្គ្រោះមានចិត្តនឹងធឹងស្ងប់ទៅមានពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកក្នុងចិត្តនឹកដល់គុណព្រះអង្គនឹកដល់គុណនៃអំពើល្អរឿយមួយថ្ងៃ24ម៉ោងនោះយើងសំអីយើងសំធាតុល្អឲ្យបានច្រើនយូរទៅយើងអាចឈ្នះអាចចិត្តរវើរវាយនឹងបានហើយអត់មានពីណាជួយខ្លួនយើងទេនឹងមានតែខ្លួនយើងជួយខ្លួនឯងការធ្វើទានការចែកម្លែកសេចក្តីស្រឡាញ់ជួយសង្គ្រោះឬក៏ថ្វាយទានដល់ព្រះសង្ឃអ្នកមានសិលហ្នឹងយើងមើលពីក្រៅទៅដូចថាវាអស់ទ្រព្យអស់របស់សម្រាប់មនុស្សកំណាញ់ហ្នឹងមិនងាយចង់ធ្វើទេពីព្រោះទ្រព្យហ្នឹងវាពិបាករកហើយអញ្ចឹងខ្លាចអស់យ៉ាងស្វិតមកសម្រាប់អ្នកដែលមានសទ្ធាមានបញ្ញាលោកពិចារណាថាយើងរៀនចែកម្លែកសេចក្តីស្រឡាញ់ឲ្យអ្នកដទៃជាការជួយខ្លួនឯងឲ្យបានសប្បាយចិត្តណាហើយឈ្មោះតែជាមនុស្សធម៌ផងឈ្មោះថាជាការដាំពូជសម្រាប់រស់ស៊ីធូផងអានឹងនៅក្នុងន័យកម្មផលសម្រាប់មនុស្សកំណាញ់គិតតែពីខ្លួនឯងគិតតែពីគ្រួសារឯងរហូតដល់អ្នកខ្លះមិនទាំងហ៊ានចាំម៉ែចាំឪផងស្មូទៅអាហ្នឹងវាចង្អៀតបើនិយាយនៅក្នុងបុណ្យកុសលវិញទ្វាបុណ្យហ្នឹងទូចាស់អញ្ចឹងទៅមុខទៅក្រោយរស់ស៊ីមិនងាយឡើងទេនៅក្នុងន័យមួយក្នុងន័យពីរជាមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងមានលោភៈច្រើនជាប់ជំពាក់អញ្ចឹងវាចង្អៀតវាតបប្រមល់វាតឹងហើយលោភៈជាប់ជំពាក់ច្រើនពេលបាត់ពេលបង់ទៅក៏កើតទុក្ខក៏ច្រើនដែរអញ្ចឹងបានបារមីដែលនាំឲ្យបានត្រាស់ដឹងជាពុទ្ធដំបូងគេគឺទានបារមីការចែកម្លែកសេចក្តីសុខតខ្លួនដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃចែកម្លែកទ្រព្យធនដែលមាននឹងជាប្រយោជន៍ដល់មេដាបិតាអ្នកមានសិលអ្នកមានគុណធម៌ឬក៏ជួយសង្គ្រោះដល់មនុស្សសត្វទាំងឡាយពេលឃើញគេបានសុខដោយសារទ្រព្យដែលយើងចែកជូនទៅយើងតែនឹងជនជាសប្បុរសហ្នឹងសបាយអូឃើញគេសុខទៅសបាយរីករាយអាហ្នឹងវាផ្ទុយពីអ្នកដែលកំណាញ់ហ្នឹងស្មូទៅជាអកុសលមច្ឆរិយៈហ្នឹងអញ្ចឹងក្នុងចិត្តហ្នឹងវាអត់រីកអត់ស្រស់ទេអ្នកដែលមានសន្តានចិត្តល្អអញ្ចឹងស្រស់ស្រាយសបាយតាំងពីរស់រហូតដល់ពេលគៀកនឹងស្លាប់ហ្នឹងក៏សបាយទៅនឹកឃើញថាទ្របគង់តែលះអស់ចោលទៅដដែលទេប៉ុន្តែអញបានប្រើប្រាស់ទ្របតែខ្លួនឯងមានហ្នឹងដើម្បីជាប្រយោជន៍ចាំម៉ែចាំឪហ្នឹងក៏បានបន់ជួយសង្គ្រោះដល់បងប្អូនហ្នឹងក៏បានបន់ហើយចែករំលែកដល់អ្នកដែលក្រខ្សត់ហ្នឹងក៏បានបន់ធ្វើទានចំពោះអ្នកមានសិលមានប្រសង្ឃជាដើមហ្នឹងក៏ជាចំណែកនៃបុណ្យអញ្ចឹងអញបានធ្វើល្អហើយអញ្ចឹងជីវិតហ្នឹងត្រូវបាត់បង់ទៅក៏បាត់ទៅមិនជាប់ជំពាក់ខ្លាំងឯអាហ្នឹងអារម្មណ៍ចិត្តនៅពេលដែលចិត្តមរណកាលផ្ទុយទៅវិញអ្នកដែលមានកំណាញ់ស្មូច្រើនហ្នឹងវាជាប់ជំពាក់អានេះបោះអញអានោះបោះអញអានេះផ្ទះអញអានេះម៉ូតូអញដល់ចឹងវារវើរវាយកើតទៅជាចិត្តដែលមិនស្ងប់រងាប់
ធ្វើមរណកាលទៅទុក្ខតេទៅក្នុងអបាយភូមិហើយចិត្តកំណាញ់គិតតែពីខ្លួនឯងនឹងវាជាឧបនិស្ស័យនៃការចំណែននិន្ទាឈ្នាននេះមិនសบายចិត្តនឹងគេមាននឹងគេបានហើយជាប់ជំពាក់វល់គិតខ្លាចអានេះយករបស់អញអានោះយករបស់អញចឹងទៅវាវល់ជាប់ជំពាក់ច្រើនរវើយច្រើនក្នុងបច្ចុប្បន្នហ្នឹងក៏មិនបានសុខដែរចឹងយើងរៀនចែកម្លែកទ្របដែលរកបានដោយសមាអាជីវោសบายចិត្តនឹងអ្វីដែលយើងអាចរកបានបើគេមានជាងយើងក៏យើងត្រេកអរទៅហើយយើងមិនប្រកាសថាយើងអាចប្រឹងទៅវាស្រាប់ទៅបានមានដូចគេឬក៏មានលឹះគេដែរវាតាមកម្លាំងបនរៀងខ្លួនទេប្រឹងប្រែងនៅតែប្រឹងប្រែងប៉ុន្តែសម្ពាយបនមនុស្សនឹងមិនដូចគ្នាទេបើយើងមានបនច្រើនធ្លាប់ធ្វើទានច្រើនមករស់ស៊ីក៏ងាយតែយើងមិនសូវបានធ្វើបនច្រើនមិនសូវបានចែកទានច្រើនទេចិត្តរៀងស្វិតស្មោហ្នឹងរស់ស៊ីមិនងាយឡើងទេបើយើងរកបានមកយើងសប្បាយចិត្តនឹងអ្វីដែលយើងមានសមត្ថភាពអាចរកបានហើយរៀនចែករំលែកទៅពីព្រោះចុងក្រោយទៅវាអត់មានអ្នកណាយកអីទៅបានទេវាទៅទេទាំងអស់តែគ្នាទេមានបណ្ណាក៏ទៅដៃទៅទេដែរអញ្ចឹងឆ្នៃទ្របដែលប្រឹងរកបានហ្នឹងឲ្យជាបុណ្យកុសលជាសម្ពាយខាងក្នុងនៅក្នុងធម៌លោកហៅថាជាអរិយទ្របប៉ុន្តែគួរជំរាបជូនញាតិញោមដែរថាការធ្វើទានតែមួយមុខมันអាចជួយឲ្យយើងបានសេចក្តីសុខផ្លូវចិត្តទាំងស្រុងទេអ្នកខ្លះត្អូញត្អែថាខ្ញុំជួយគេច្រើនណាស់មិនបានជួបតែរឿងមិនល្អអញ្ចឹងមិនគួរនៅតែពិបាកអញ្ចឹងការធ្វើទានវាជាថ្នាំព្យាបាលចិត្តកំណាញ់ជាប់ជំពាក់ប៉ុន្តែការមូម៉ៅពិបាកចិត្តវាត្រូវការពធថ្នាក់ខ្ពស់សតិបញ្ញាស្មារតីមកជួយបង្ក្រាបទើបសេចក្តីទុក្ខហ្នឹងវាស្ងប់រងាប់ពីចិត្តទៅអញ្ចឹងធ្វើទានផងរក្សាសិលមិនទៅបៀតបៀនអ្នកដទៃផងចម្រើនបញ្ញាស្មារតីធ្វើសមាធិអប់រំចិត្តផងទើបចិត្តហ្នឹងបានស្ងប់ធ្វើទានតែមួយមុខមិនអាចធានាសេចក្តីសុខផ្លូវចិត្តបានទេត្រូវឆ្លៀតលេបថ្នាំផ្សេងទៀតព្យាបាលជំងឺផ្លូវចិត្តផ្សេងទៀតទើបអាចជីវិតហ្នឹងបានស្ងប់រងាប់បានស្ថានភាពផ្លូវចិត្តរបស់យើងម្នាក់ហ្នឹងវារងឥទ្ធិពលពីអារម្មណ៍ខាងក្រៅហើយនឹងមួយទៀតហ្នឹងគឺការសន្សំទម្លាប់ផ្លូវចិត្តបើឧទាហរណ៍ថាអ្នកនឹងជាមនុស្សមិនប្រកាន់មិនជាអ្នកចងកំហឹងអីខឹងមកផ្លែតហើយក៏ភ្លេចទៅរលត់ទៅមិនកកកកាយអោបកសោបមួម៉ៅមលឹកម្លើកទេអាហ្នឹងអ្នកហ្នឹងធូរស្រាលដូចឆាប់ភ្លេចរឿងដែលវានាំឲ្យស្មុគស្មាញចិត្តហ្នឹងហើយក៏ជាមនុស្សដែលសម្បូរដោយមេត្តាចិត្តត្រជាក់ចិត្តទុនមានខន្តីមានអត់ធន់អញ្ចឹងអ្នកហ្នឹងវាស្រាលពីសភាពខ្មៅងងឹតធ្ងន់ណាតាមផ្លូវចិត្តហ្នឹងប៉ុន្តែផ្ទុយទៅវិញបើអ្នកខ្លះមានរឿងអីតិចតួចសំស្ពាយកកោកកាយមលឹកម្លើកខឹងពង្រីកបន្ថែមគុំគួនអីមកវារីកទៅដូចជំងឺមហារីកអញ្ចឹងវាធ្វើឲ្យយើងឈឺចុកចាប់ក្នុងចិត្តហើយក្នុងជីវិតនោះវាមិនមែនមានរឿងតែមួយនឹងណាវាមានរឿងច្រើនទៀតដែលនាំឲ្យមួម៉ៅក្តៅក្រហាយហើយបើយើងទម្លាប់តាប៉ះលោតគុំគួនស្អប់មិនសប្បាយចិត្តចឹងទៅយូរទៅវាធ្វើឲ្យយើងខូច
សតិស្មារតីខូចទាំងចិត្តយើងហើយចុងក្រោយទៅយើងគ្រប់គ្រងវាលែងបានមានវិបត្តិផ្លូវចិត្តចឹងតើយើងទាំងអស់គ្នាម្នាក់ហ្នឹងរៀនសន្សំឧបនិស្ស័យផ្លូវចិត្តល្អឧបមាថាមិនជាអ្នកចំណែននឹងទាទេឃើញគេមានគេបានអបអរសាទរបនគេសន្សំរឿយទៅវាទៅប្រឆាំងជាមួយនឹងចំណែនថ្នាំព្យាបាលពេលណាចំណែនកើតឡើងហេកុំចំណែនបនគេទេពយល់វាកុំឲ្យកើតចិត្តមិនល្អហ្នឹងបើឧទាហរណ៍ថាស្ដាយចុះរឿងដែលហួសទៅហើយអញ្ចឹងអើយណាចុះចាប់ទៅតើកុំមលឹកកុំដេកកើតទុកវិបដិសារីស្ដីបន្ទោសអ្នកណាអីហ្នឹងឲ្យចាប់ទៅធ្វើម៉េចរឿងវាអញ្ចឹងហើយដល់ស្រីឲ្យទៅមុខទៀតណាមិនទេតាយទេហើយអាហ្នឹងដូចថាទម្លាប់ឲ្យវាដើរនៅក្នុងផ្លូវត្រូវសម្មាបដិបទាផ្លូវល្អជីចិត្តហ្នឹងវាផុតពីអាភាពសៅមងព្រោះអាក្តៅកាហាយស្ដាយក្រោយក៏កញ្ចាក់ជាកិលេសគ្រឿងសៅមងជាមេរោគតាហើយទាញចិត្តឲ្យមកដូចថាយល់ពីដំណើរនៃធម្មជាតិមិនប្រកាន់មនុស្សច្រើនទេឧទាហរណ៍ថាអ្នកនឹងនិយាយស្ដីអីមិនសមរម្យពីឈឺឬដងអញ្ចឹងចិត្តវាទូមនោះខឹងកើតឡើងកំណត់ដឹងថាបើខឹងទៅវាក្តៅតែឯងវាឆេះតែទ្រូងឯងឥឡូវហ្នឹងឯងនិស័យគ្នាអញ្ចឹងយើងប្រកាន់គ្នាមិនបានទេណែនាំនៅតែណែនាំប៉ុន្តែសត្វលោកមានសម្ពាយកម្មមានឧបនិស្ស័យនឹងផ្សេងគ្នាជួយតម្រង់ឲ្យបានល្អហើយជួយបានបណ្ណាយកប៉ុណ្ណឹងណាដូចព្រះអញ្ចឹងមិនអាចទៅជួយទេវទត្តអីបាននឹងសមត្ថភាពប៉ុនព្រះផងអញ្ចឹងវាយើងយល់ពីដំណើរនៃធម្មជាតិអញ្ចឹងយើងមិនសូវមួម៉ៅខឹងបខំដូចថាអញថាមិនត្រូវតែអញ្ចឹងបើអត់ទេវាមានបញ្ញាមួយមកពយល់ប្រាប់ខ្លួនឯងថាវាមិនស្អីចេះតែបានដូចចិត្តយើងគ្រប់ពេលគ្រប់រឿងហ្នឹងឥឡូវយើងចង់បានអញ្ចឹងហើយបើវាមិនទាន់បានទេប្រឹងកែទៅស្ដីបដៅថាទៅប៉ុន្តែមិនសមភ្លើងទេអាហ្នឹងបានយើងតិចបើមិនចឹងឯងមួម៉ៅក្តៅក្រហល់ក្រហាយទៅហើយតលមានពេលសម្រាប់ផ្លូវកាយសម្រាប់ផ្លូវចិត្តតមានពេលទាញអារម្មណ៍ទាញចិត្តនឹងមកនៅក្នុងសមាធិក្នុងគុណពុទ្ធពធប្រសង្ឃខ្សែគប់មនុស្សល្អខ្សែគប់មនុស្សត្រូវអានសភៅមានប្រយោជន៍សម្រាប់ផ្លូវចិត្តមើលអីពិភាក្សាអីហ្នឹងក៏ឲ្យវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យកើតបុណ្យណាកុំឲ្យចេះតែមលឹកម្លើកអ្នកនេះចេះអ្នកនោះចុះនៅក្បែរអ្នកដែលនាំរឿងក្តៅក្រហាយអេកអូចចឹងទៅយើងវាក្តៅតាមគេចឹងអាការសន្សំទីងដូចបងប្អូនដែលជួយចិត្តហូបផ្អែមពីដើមមកយូរវាទឹកនោមផ្អែមចឹងវាសន្សំឬក៏អ្នកដូចជួយចិត្តហូបប្រៃហូបអំបិលហូបប្រហុកហូបផ្អកអីខ្លាំងច្រើនទៅចុងក្រោយកើតទឹកនោមប្រៃឬក៏កើតជំងឺឡើងឈាមអញ្ចឹងទៅវាមិនមែនហូបភ្លាមហ្នឹងវាអញ្ចឹងភ្លាមវាសន្សំទីម្ដងអញ្ចឹងតើយើងប្រយ័ត្នប្រយែងការសន្សំឧបនិស្ស័យផ្លូវចិត្តហ្នឹងឲ្យទាញពីខੰមកទៅជាមានមេត្តាទាញពីចំណែនឲ្យមានមុទិតាត្រេកអរទាញពីស្ដាយទៅជារឿងកំណត់ដឹងថាជាផលខំទៅទាញពីគុំគួនទៅជាការលើកលែងអញ្ចឹងទៅអាហ្នឹងតើយើងសន្សំឧបនិស្ស័យល្អជាងឯងទើបយើងមិនធ្ងន់មិនមួម៉ៅមិនក្តៅក្រហាយចិត្តច្រើន